ជំរាបសួរបងប្អូនទាំងអស់គ្នាយើងមកកាន់ប្រាសាទដែលមានអាកំបាំងនៅក្នុងព្រៃមួយដ៏យូរមកហើយប្រាសាទនេះគឺមានឈ្មោះថាប្រាសាទតាណៃហើយផ្លូវចូលទៅទស្សនាប្រាសាទនេះគឺស្ថិតនៅក្នុងព្រៃជ្រៅហើយច្រកចូលផ្លូវហើយច្រកចូលមានផ្លូវតូចមួយនៅខាងកើតប្រាសាទតាកែវហើយយើងឆ្ពោះទៅខាងជើងប្រហែលជា800ម៉ែត្រយើងនឹងទៅដល់ប្រាសាទនោះហើយអ្វីបានជាគេហៅឈ្មោះប្រាសាទនេះថាប្រាសាទតាណៃបើទៅតាមរឿងព្រេងនិទានទាក់ទងនឹងប្រាសាទតាណៃនេះទៀតសោតគឺជាសាច់រឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែលចាស់បុរាណតែងតែនិយាយតៗគ្នាដើម្បីបញ្ជាក់អំពីប្រភពដើមនៃឈ្មោះប្រាសាទបុរាណនេះនៅតំបន់អង្គរបើយើងគិតពីសាច់រឿងសង្ខេបវិញកាលពីព្រះនេមមានប្តីប្រពន្ធពីរនាក់ម្នាក់ឈ្មោះតាណៃនិងម្នាក់ទៀតឈ្មោះយាណៃពួកគាត់ជាអ្នកស្រែចម្ការដ៏ស្មោះត្រង់និងមានជីវភាពរស់នៅយ៉ាងសុខសាន្តតាណៃគឺជាមនុស្សម្នាក់ដែលមានចំណេះដឹងខ្ពង់ខ្ពស់មានសីលធម៌ល្អនិងជាទីគោរពស្រឡាញ់របស់ប្រជាជននៅក្នុងភូមិស្រុកនាសម័យនោះព្រះមហាក្សត្រចង់សាងប្រាសាទមួយនៅក្នុងព្រៃជ្រៅគឺដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពនិងទុកជាកន្លែងសក្ការៈបូជាដោយសារតែតាណៃជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់ហើយរហ័សរហួននិងយល់ដឹងអំពីភូមិសាស្ត្រច្បាស់លាស់ព្រះរាជាក៏បានតែងតាំងគាត់ឲ្យធ្វើជាមេការឬអ្នកត្រួតពិនិត្យមើលការខុសត្រូវលើការដឹកជញ្ជូនថ្មនិងការកសាងប្រាសាទនោះតាណៃបានខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះទាំងយប់ទាំងថ្ងៃដោយមិនគិតអំពីការនឿយហត់រហូតតែប្រាសាទនោះត្រូវបានកសាងរួចរាល់ជាស្ថាពរដោយសារតែការដឹងគុណនិងដើម្បីជាការលើកទឹកចិត្តដល់ការលះបង់ដ៏ធំធេងរបស់គាត់ព្រះមហាក្សត្រក៏ដូចជាប្រជាជនក្នុងតំបន់នោះបានសម្រេចចិត្តហៅប្រាសាទនោះឈ្មោះថាប្រាសាទតាណៃដើម្បីជាការរលឹកដឹងគុណដល់ការពិតផ្នែកប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មទោះបីជាមានរឿងព្រេងនិទានបែបនេះក្តីបើតាមឯកសារប្រវត្តិសាស្ត្រនិងបុរាណវិទ្យាអ្នកកសាងប្រាសាទតាណៃត្រូវបានកសាងឡើងនៅចុងសតវត្សទី12ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ចំណែកសាសនាវិញប្រាសាទនេះគឺកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយានបើយើងនិយាយអំពីលក្ខណៈពិសេសនៃប្រាសាទនេះវិញគឺប្រាសាទនេះគឺមានភាពស្ងប់ស្ងាត់លាក់ខ្លួននៅកណ្ដាលព្រៃធំមិនសូវជាមានភាពអ៊ូអរដោយប្រាសាទដទៃឡើយដែលធ្វើឲ្យវារក្សាបាននូវសម្រស់ធម្មជាតិនិងអាកំបាំងយ៉ាងជក់ចិត្តបើនិយាយអំពីរចនាបថប្រាសាទនេះវិញត្រូវបានកសាងឡើងនៅក្នុងរចនាបថបាយ័នដែលជាសម័យកាលសិល្បៈរីកដុះដាលខ្លាំងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7សម្ភារៈចម្បងដែលយកមកសាងសង់គឺថ្មភក់និងមានការប្រើប្រាស់ថ្មបាយក្រៀមសម្រាប់ធ្វើជាកំពែងប៉ាត់ជុំវិញបើនិយាយអំពីប្លង់ស្ថាបត្យកម្មវិញប្រាសាទនេះមានប្លង់រៀបចំទម្រង់ទិសទៅខាងកើតវាមានកំពែង2ជាន់ការពារដែលកំពែងខាងក្រោមមានទំហំប្រហែលជា46ម៉ែត្រគុណនឹង55ម៉ែត្រនៅចំកណ្ដាលមានប៉មប្រាសាទកណ្ដាលតភ្ជាប់ដោយថែវនិងមានផ្ទះសិលាឬបណ្ណាល័យនៅតាមជ្រុងផងដែរបើនិយាយអំពីចម្លាក់ក្បាច់ក្បូរទោះបីជាប្រាសាទនេះមានទំហំតូចល្មមនិងរងការខូចខាតខ្លះដោយសារដើមឈើនិងអាយុកាលក្តីក៏ប៉ុន្តែនៅតាមហោជាងនិងរបាទ្វារនៅតែមានបន្សល់ទុកនៅចម្លាក់យ៉ាងរស់រវើកដូចជារូបព្រះពុទ្ធប្រថាប់គង់ទេវតានិងក្បាច់ភ្ញីទេសផ្សេងៗយ៉ាងប្រណិតលក្ខណៈពិសេសអ្វីដែលធ្វើឲ្យស្ថាបត្យកម្មនេះលេចធ្លោគឺការរួមរស់រវាងសំណង់បុរាណនិងធម្មជាតិឬឈើធំៗដែលដុះចាក់ជ្រេះតាមជញ្ជាំងថ្មបានបង្កើតជាទិដ្ឋភាពដ៏អស្ចារ្យស្រដៀងនឹងប្រាសាទតាព្រហ្មដែរក៏ប៉ុន្តែមានភាពស្ងប់ស្ងាត់ជាងប្រសិនបើយើងមានកម្រងទៅទស្សនានៅទីនោះការទៅទស្សនាគឺទៅទស្សនានៅពេលព្រឹកព្រលឹមនិងផ្ដល់នូវបរិយាកាសល្អស្រស់ស្រាយនិងស្ងប់ស្ងាត់បំផុត